នាយដំស្នេហ៍ខឹមសុភ័ណ្ឌប្រធានក្រុមប្រឹក្សាពិបាលផ្ទៃសិទ្ធិសីមាបានរៀបរាប់ពីប្រវត្តិទឹកដីភូមិព្រៃច័ន្ទដែលលោកធ្លាប់បានឈរជើងនៅទីនោះនៅចន្លោះឆ្នាំ1980ដល់1992ជាទឹកដីកម្ពុជាយ៉ាងពិតប្រាកដមិនអាចប្រកែកបានឡើយនាយដំស្នេហ៍ខឹមសុភ័ណ្ឌប្រធានក្រុមប្រឹក្សាពិបាលផ្ទៃសិទ្ធិសីមាបានរៀបរាប់ពីប្រវត្តិទឹកដីភូមិព្រៃច័ន្ទដែលជាទឹកដីកម្ពុជាហើយប្រជាជនកម្ពុជាបានតាំងទីលំនៅទីនោះតាំងពីក្រោយឆ្នាំ1979មកម្ល៉េះសម្រាប់នាយដំស្នេហ៍ខឹមសុភ័ណ្ឌលោកបានឈរជើងជាទាហាននៅភូមិព្រៃច័ន្ទនៅចន្លោះឆ្នាំ1980ដល់1992ពលគឺមានរយៈពេលរហូតដល់ទៅ12ឆ្នាំដែលលោកបានដឹងរឿងរ៉ាវយ៉ាងច្រើនពីទឹកដីភូមិព្រៃច័ន្ទខាងក្រោមនេះជាការរំលឹកប្រវត្តិទឹកដីភូមិព្រៃច័ន្ទរបស់នាយដំស្នេហ៍ខឹមសុភ័ណ្ឌប្រវត្តិភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅចន្លោះឆ្នាំ1981រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររជរបខបានទទួលជំនួយពីសាធារណរដ្ឋប្រជាមានិតចិនដើម្បីពង្រីកកងកម្លាំងប្រដាប់អាវុធរហូតមានដល់ទៅ7កងរក្សាតូចដែលមាន 1. កងរក្សាតូចលេខ407ដែលមានលោកប៊ិលនឿនជាមេបញ្ជាការនៅជំរំសុកសានជួរភ្នំបន្ទាត់ 2. កងរក្សាតូចលេខ214មេបញ្ជាការលោកប៊ិនភិរមនៅជំរំនងច័ន្ទ 3. វរស្នាតូចលេខ215មេបញ្ជាការលោកខឹមសុភ័ណ្ឌនៅជំរំរិទ្ធិសែន 4. វរស្នាតូចលេខ216មេបញ្ជាការលោកដួងសុខុន 5. វរស្នាតូចលេខ217មេបញ្ជាការលោកសែមសុផុន 6. វរស្នាតូចលេខ218មេបញ្ជាការលោកសុកសេរីនិង 7. វរស្នាតូចលេខ219មេបញ្ជាការលោកតនកឹមស្រនស្ថិតនៅក្រោមបញ្ជាការផ្ទាល់របស់អគ្គសេនាធិការកជរបខរបស់លោកឧត្តមស្នេហ៍ឌៀនដែលព្រះស្នាតូចលេខ215បានចាប់ផ្ដើមហាត់វឹកវើនៅជំរំវឹកវើព្រៃច័ន្ទជាប់នឹងផ្លូវគ្រួសក្រហមដែលថៃបានឈូសនៅតាមបន្ទាត់ព្រំដែនពីចំការកោមកបង្គោលសីមាលេខ42ទៅកាន់ជំរំនងច័ន្ទក្រោយពេលបានហាត់វឹកវើអស់រយៈពេល3ខែក៏បានធ្វើពិធីបិទវគ្គក្រោមអធិបតេយ្យភាពរបស់លោកឧត្តមស្នេហ៍ឌៀនដែលជានាយអគ្គសេនាធិការកជរបខកងរក្សាតូចលេខ215ក្រោយបិទវគ្គវឹកវើបានលើកទីបញ្ជាការពីជំរំវឹកវើចូលមកដីខ្មែរប្រមាណជា2គីឡូម៉ែត្រពីព្រំដែននិងបានពង្រាយខ្សែត្រៀមនៅតាមបណ្ដោយផ្លូវពីបឹងស្នោកាត់មកផ្ទះឆេះរហូតដល់អតីតជំរំចាស់ខាងលិចភូមិយាងដង្គមនៅថ្ងៃទី31ខែមករាក្នុងឆ្នាំ1983កងទ័ពវៀតណាមបានវាយបំបែកជំរំនងច័ន្ទតំបន់205លោកជារដ្ឋិឈុតដែលជាប្រធានជំរំបានដកថយកម្លាំងទ័ពមកបោះទីតាំងនៅកន្លែងអតីតជំរំវឹកវើកងរក្សាតូចលេខ215ចាស់ស្ថិតនៅខាងត្បូងជំរំរិទ្ធិសែនជំរំនងសាមិតតាមផ្លូវការដើម្បីសម្រាកលើកទឹកចិត្តនិងរៀបចំសណ្ដាប់ធ្នាប់កងទ័ពឡើងវិញក្រោយពីការវាយប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលជាងកន្លះខែកន្លងមកនេះចំណែកលោកជុំឈៀងដែលជាប្រធានរដ្ឋបាលស៊ីវិលបានដឹកនាំប្រជាជនចេញពីជំរំជាង 10000 នាក់មកស្នាក់នៅជាប់ទំនប់ខ្សែត្រៀមកងទ័ពថៃនៅអូ3ជាន់ពីថ្ងៃក្រោយមកក៏មានការសម្របសម្រួលគ្នារវាងក្រុមការងារចំពោះកិច្ចលេខ80ដែលមានលោកហ៊ូណាគីតិជាប្រធាននិងអង្គការ UNBRO បានដឹកជញ្ជូនប្រជាជនទាំងនោះឲ្យទៅរស់នៅក្នុងដីថៃនៅជិតភូមិអាងសេឡានៅថ្ងៃទី5ខែមេសាឆ្នាំ1983ដោយមានការស្នើសុំពីលោកឧត្តមស្នេហ៍សុខសុខនជាអគ្គមេបញ្ជាការកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរកជរបខជាមួយលោកហ៊ូណាគីតិប្រធាន80និង UNBRO និងលោកជុំឈៀងប្រធានរដ្ឋបាលជំរំនងច័ន្ទប្រជាពលរដ្ឋដែលបានទៅរស់នៅជិតភូមិអាងសេឡាថៃនោះត្រូវបានដឹកចូលមកឲ្យរស់នៅខាងត្បូងបន្ទាយលោកជារដ្ឋិឈុតជាប់នឹងផ្លូវគ្រួសក្រហមទៅជំរំនងច័ន្ទទល់មុខនឹងផ្លូវចូលបន្ទាយ215
ជំរំនេះខាង UNBOO បានដាក់ឈ្មោះថាជំរំនងសាមិតខាងត្បូងដែលមាន11សង្កាត់តែដោយមានការពិបាកដោយអ្នកដឹកស្បៀងចេះតែច្រឡំដឹកស្បៀងនិងសម្ភារៈជំរំនងសាមិតឬរដ្ឋិសែនមកឲ្យនងសាមិតខាងត្បូងទើបខាង UNBOO ស្នើសុំបដូរឈ្មោះថ្មីវិញលោកជារដ្ឋិឈុតនិងលោកជុំឈៀងស្នើសុំដាក់ឈ្មោះជំរំឃ្លាំងមឿងឲ្យស្របនឹងចលនាតស៊ូរបស់គាត់តែខាង80មិនព្រមរហូតគំរាមថានឹងបិទច្រកមិនឲ្យនាំស្បៀងអាហារចូលទៅកាន់ជំរំទៀតផងដោយគេយល់ថាឃ្លាំងមឿងជាសត្រូវប្រវត្តិសាស្ត្ររបស់គេតាំងតែពីសម័យព្រះអង្គច័ន្ទរាជាវីសៀមមកម្លេះដូច្នេះលោកជារដ្ឋិឈុតនិងលោកជុំឈៀងរួមទាំងលោក Scott Liper ដែលជារដ្ឋមន្ត្រីជាន់ខ្ពស់របស់ UNBOO ក៏បានយល់ស្របគ្នាដាក់ឈ្មោះថាជាជំរំព្រៃច័ន្ទតាំងពីពេលនោះមកនៅខែឧសភាឆ្នាំ1983កងទ័ពវៀតណាមបានដកថយពីជំរំនងច័ន្ទទៅបោះទីតាំងនៅក្នុងឃុំសង្ហាស្រុកសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យវិញក្រោមការសម្របសម្រួលរបស់លោកឧត្តមសេនីយ៍សក់ស៊ូសខនជាមួយលោកហ៊ូណាគីតិប្រធាន80លោកជារដ្ឋិឈុតក៏បានលើកទ័ពនិងក្រុមគ្រួសារកងទ័ពមួយចំនួនរួមទាំងជនស៊ីវិលខ្លះបានទៅរៀបចំបង្កើតជំរំនងច័ន្ទឡើងវិញចំណែកលោកជុំឈៀងក៏ត្រូវបាន UNBOO និងក្រុមការងារចំពោះកិច្ច80ដឹកយកប្រជាជនស៊ីវិលដែលនៅសល់រាប់ពាន់នាក់នោះបានទៅបង្កើតជំរំថ្មីមួយនៅជើងភ្នំដងរែកជិតបង្គោលខណ្ឌសីមាលេខ28ដោយដាក់ឈ្មោះថាជំរំភ្នំដងរែកក្រោយមកទៅជាជំរំដងរែកសាយ2ដូច្នេះជំរំព្រៃច័ន្ទត្រូវបិទនៅពេលនោះផងដែរក្រោយពេលដែលជំរំនងច័ន្ទនិងជំរំព្រៃច័ន្ទបានត្រូវដឹកចេញតាមកន្លែងរៀងខ្លួនរួចមកក្រុមការងារចំពោះកិច្ចថៃលេខ80បានបង្ខំឲ្យលោកប្រធានជំរំលោកសាញ់ណេនិងលោកប្រធានរដ្ឋបាលជំរំនងសមិទ្ធរដ្ឋិសែនដែលដឹកនាំដោយលោកថូថុននិង UNBOO រើជំរំពីលើទឹកដីថៃឲ្យចូលទៅសាងសង់លើទឹកដីខ្មែរនៅពេលនោះទីបញ្ជាការតំបន់204ជំរំរដ្ឋិសែនដែលមានលោកសាញ់ណេជាមេបញ្ជាការបានលើកទីតាំងពីដីថៃមកសាងសង់ជាប់នឹងទីបញ្ជាការកងវរៈស្នាតូចលេខ215ហើយវត្តប្រាសាទសេរីដែលមានព្រះគ្រូសេរីសវណ្ណប៉ុនសែមបច្ចុប្បន្នគឺជាសម្ដេចព្រះព្រហ្មរតនមុនីព្រះចៅអធិការវត្តរាជបូរព្រះចៅអធិការក៏បានលើកទីតាំងវត្តពីប្រាសាទស្ដុកកក់ធំមកកសាងជាប់នឹងទីបញ្ជាការ215ផងដែរដែលចាំបាច់ទីបញ្ជាការវរៈស្នាតូច215ត្រូវលើកទៅក្នុងដីខ្មែរចម្ងាយប្រមាណជាង 1.5 គីឡូម៉ែត្រពីទីតាំងចាស់ដែលបច្ចុប្បន្នជាភូមិព្រៃច័ន្ទផងដែរខ្ញុំខឹមសុភ័ណ្ឌនិងនីតិហ៊ានពលទាហានប្រមាណជិត100គ្រួសារពុំបានរើផ្ទះទៅសាងសង់នៅក្នុងជំរំថ្មីទេគឺបានរុះរើផ្ទះមកសាងសង់នៅជាប់ផ្លូវចូលមកទីបញ្ជាការវរៈស្នាតូចលេខ215ដែលនៅជាប់ទីបញ្ជាការតំបន់204និងវត្តប្រាសាទសេរីថ្មីបើបូករួមទាំងគ្រួសារទាហានតំបន់204ផងនោះមានសរុបប្រមាណ200គ្រួសារដែលដាក់ឈ្មោះភូមិនេះថាភូមិព្រៃច័ន្ទចំណុះឲ្យសង្កាត់15ជំរំរដ្ឋិសែនដូច្នេះភូមិព្រៃច័ន្ទនេះមានប្រវត្តិមកតាំងពីឆ្នាំ1983មកម្លេះនៅថ្ងៃទី25ខែធ្នូឆ្នាំ1984វេលាម៉ោង5ភ្លឺកងទ័ពវៀតណាមដែលគាំទ្រដោយកងកាំភ្លើងធំនិងរថក្រោះជាច្រើនគ្រឿងបានបាញ់ផ្លោងចូលជំរំបណ្ដាលឲ្យឆេះសន្ធោសន្ធៅនិងបានវាយបំបែកខ្សែត្រៀមជួរមុខហើយបានសម្រុកចូលមកដល់ទីបញ្ជាការតំបន់204ប្រជាពលរដ្ឋខ្មែរនៅក្នុងជំរំស្រែកយំត្រហឹងអើងកងរត់យកតែប្រះអាយុឆ្លងកាត់ព្រំដែនថៃហើយបានទៅជួបជុំគ្នានៅក្នុងដីក្រហមចម្ងាយជាង1គីឡូម៉ែត្រពីទំនប់ខ្សែត្រៀមថៃបន្ទាប់មកក៏ត្រូវបានដឹកឲ្យទៅរស់នៅជំរំបាងភូជាប់ជំរំខាវអ៊ីដាងបានប្រមូលផ្ដុំកងកម្លាំងកងវរៈស្នាតូច215ឲ្យមកជួបជុំគ្នានៅក្នុងជំរំវឹកបឿនចាស់កាលពីឆ្នាំ1981ហើយបានដើម្បីការពារកុំឲ្យកងទ័ពវៀតណាមពង្រាយកម្លាំងការពារតាមបណ្ដោយផ្លូវគ្រូក្រហមរលមកទៀតនៅក្នុងអំឡុងខែតុលាឆ្នាំ1985កងទ័ពរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ
បានត្រូវកងទ័ពថៃដឹកឲ្យទៅវឹកហាត់សារជាថ្មីនៅជំរំឃ្លាំងដងស្ថិតនៅក្នុងស្រុកនន់ឌិនដងខេត្តបូរីរាមប្រទេសថៃនៅឆ្នាំ1987ខ្ញុំត្រូវបានតែងតាំងជាមេបញ្ជាការកងវរៈស្នាធំស្វយ័តលេខ216និងបានដឹកនាំទាហានចុះទៅប្រតិបត្តិការនៅក្នុងតំបន់ព្រៃរនាមទន្លេសាបក្នុងខេត្តបាត់ដំបងរហូតដល់ឆ្នាំ1988ទើបត្រឡប់មកដល់ឃ្លាំងដងវិញហើយត្រូវបានបំពាក់ឋានន្តរស័ក្តិជាឧត្តមស្នេហ៍ត្រីនិងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹកទី5ប្រតិបត្តិការនៅខេត្តបាត់ដំបងផងដែររហូតដល់ឆ្នាំ1989កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរត្រូវបានដឹកមកពង្រាយតាមព្រំដែនវិញតាមទីតាំងចាស់របស់កងឯកភាពនីមួយៗពេលនោះខ្ញុំបានក្លាយជាមេបញ្ជាការតំបន់5ជំនួសលោកសាញ់នេនិងបានដឹកនាំទ័ពមកបោះទីតាំងនៅក្នុងតំបន់5ចាស់គឺភូមិព្រៃច័ន្ទនោះឡើងវិញនៅឆ្នាំ1992មានការធ្វើមាតុភូមិនិវត្តន៍នៃប្រជាជនតាមជំរំជីដែនចូលមកកាន់ប្រទេសកម្ពុជាវិញក្រោមការសម្របសម្រួលរវាងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលត្រូវដឹកជញ្ជូនតាមរថយន្តទៅកាន់បណ្ដាខេត្តនានាតាមការស្ម័គ្រចិត្តរៀងខ្លួនចំពោះកងកម្លាំងប្រដាប់អាវុធរបស់កជរបខនិងហ្វុនស៊ីពេចក៏បានចូលមករៀបចំច្របាច់បញ្ចូលគ្នាជាមួយនឹងកងទ័ពនៃរដ្ឋកម្ពុជាផងដែរតែយុទ្ធជនមួយចំនួនតំបន់5ដែលពុំមានបងប្អូននៅស្រុកខ្មែរប្រមាណ60គ្រួសារបានស្ម័គ្រចិត្តនាំប្រពន្ធកូនទៅរស់នៅតំបន់5បង្កើតជាភូមិព្រៃច័ន្ទនេះឡើងវិញចាប់ពីពេលនោះមកនៅឆ្នាំ2000ខ្ញុំបាននាំព្រះរាជអំណោយព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុនិងសម្ដេចម៉ែចំនួន$5000ទៅជាស្រះទឹកមួយនៅមុខសាលាបឋមសិក្សាព្រៃច័ន្ទនិងបានធ្វើស្លាកបេតុងដាក់ប្រនាមស្រះនោះថាសម្ដេចឪសម្ដេចម៉ែសម្រាប់គុតផ្គង់ទឹកប្រើប្រាស់ដល់វត្តព្រៃច័ន្ទសាលារៀននិងអ្នកភូមិព្រៃច័ន្ទដែលកាលនោះបានកើនឡើងជាង100គ្រួសារទៅហើយចំពោះស្រះភូមិនងយ៉ាកែវឬបាននងយ៉ាកែវរបស់ថៃវិញទើបតែកសាងឡើងនៅឆ្នាំ1999ទេនៅលើទីតាំងចាស់របស់ជំរំរិទ្ធិសែនមុនពេលដែលថៃដេញឲ្យរើជំរំនេះចូលមកដីខ្មែរវិញនៅខែកក្កដាឆ្នាំ1983ដើម្បីចែកផ្ទះនិងដីឲ្យដល់ប៉ូលីសនិងទាហានថៃដែលចូលនិវត្តន៍ឲ្យស្នាក់នៅទីនោះនៅឆ្នាំ2001មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មានថៃបានអញ្ជើញខ្ញុំឲ្យចូលរួមជាកិត្តិយសដល់ពិធីផ្ទេរប្រគល់ឯកសារស្រាវជ្រាវចំការមានថៃនៅទីបញ្ជាការធីម៉ាទីក្រុងបាងកករួចហើយបាននាំគណៈប្រតិភូចូលរួមឲ្យទៅមើលសកម្មភាពបោសសម្អាតមានរបស់ធីម៉ានៅភូមិនងយ៉ាកែវនេះហើយខ្ញុំចំណាំបានថាអតីតជំរំវឹកវើនកងវរៈស្នាតូចលេខ215កាលពីឆ្នាំ1981នៅតំបន់ព្រៃច័ន្ទនេះហើយកំណត់ចំណាំ1ភូមិព្រៃច័ន្ទនេះបានកើតឡើងម្ដងហើយកាលពីឆ្នាំ1983តែត្រូវកងទ័ពវៀតណាមដុតបំផ្លាញទៅវិញនៅថ្ងៃទី25ខែធ្នូឆ្នាំ1984និងត្រូវបានបង្កើតឡើងវិញនៅឆ្នាំ1992រហូតមកដល់បច្ចុប្បន្នក្នុងទឹកដីខ្មែរប្រមាណជា2គីឡូម៉ែត្រពីព្រំដែនខ្មែរថៃ2នៅឆ្នាំ1985-86កងទ័ពវៀតណាមបានធ្វើរបងលួសបន្លារបងក5នៅចម្ងាយប្រមាណ200ម៉ែត្រទេពីផ្លូវគ្រួសក្រហមដីកាត់លើផ្លូវចូលមកតំបន់5ទៅឯបមាត់ស្រះកសិកម្មរបស់ជំរំរិទ្ធិសែនកាលនោះមានលោកពេជ្រកំយ៉ុងជាប្រធានកសិកម្មបច្ចុប្បន្នគាត់ជាមន្ត្រីនៅមន្ទីរអភិវឌ្ឍជនបទខេត្តបាត់ដំបងសពថ្ងៃហើយចូលនិវត្តន៍ហើយរបងលូកបន្លាក5នេះត្រូវថៃប្រើយុទ្ធវិធីតាមបែបបាច់ប្រាក់ឌួងវាយកបន្ទីលង្វែកដោយដាក់តម្លៃទិញលូកបន្លានៅក្នុង1គីឡូថ្លៃ5បាតបង្គោលរបងដែក1 20បាតមានមួយគ្រាប់ថ្លៃ25ទៅ35បាតម្ល៉េះហើយទាហានទាំងប្រជាពលរដ្ឋនាំគ្នារាវមីនចូលមកកាត់លួសបន្លាដកបង្គោលរបងយកទៅលក់ឲ្យថៃរហូតដល់អស់គ្មានសល់3បង្គោលខណ្ឌសីមាលេខ42ខ្ញុំបានឃើញនៅជាប់នឹងផ្លូវគ្រួសក្រហមស្ថិតនៅឈៀងឦសានប្រាសាទស្ដុកកោះធំជាង1គីឡូម៉ែត្រមានដើមអង្គង2ដើមដុះក្របពីលើជាម្លប់និងជាជំរកសម្រាប់អ្នកចិញ្ចោររកស៊ីរថពន្ធដែលធ្វើដំណើរពីដំណាក់កកោះមកបឹងស្នោហើយមកឈប់សម្រាកនៅលក្ខ42នេះដែលជាផ្លូវបំបែកទៅជំរំចំការកោ
ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមវរៈ519របស់លោកព្រំស៊ូនិងមកជំរុំរដ្ឋិសែននៅទីនោះមានប្រជាពលរដ្ឋមកពីជំរំចម្ការកលនិងជំរំរដ្ឋិសែនមកលក់បាយនំបញ្ចុកនិងនំនែកផ្សេងទៀតផងសំណុំពរសូមគណៈកម្មាធិការកិច្ចការព្រំដែនមេត្តាស្វែងរកនិយមការខដនីនៅគ្រប់បង្គោលខណ្ឌសីមាព្រំដែនខ្មែរថៃជាថ្មីឡើងវិញជាមួយផែនទី1លើ2សែនពីព្រោះបង្គោលខណ្ឌសីមានេះអាចរំកល់ចូលមកក្នុងទឹកដីខ្មែរយើងស្ទើរតែគ្រប់កន្លែងខ្ញុំសូមអភ័យទោសពីសំណាក់មិត្តអ្នកអានដែលខ្ញុំសរសេរតាមការចងចាំរបស់ខ្ញុំដោយសារខ្ញុំស្ថិតនៅទីនោះអស់រយៈពេល12ឆ្នាំ1980ដល់1992ដូច្នេះបើបងប្អូនមិត្តភ័ក្តិដែលរស់នៅទីនោះមានការនឹកឃើញហើយចង់បំពេញបន្ថែមសូមខមមិនខាងក្រោមនេះដើម្បីខ្ញុំបំពេញបន្ថែមតាមដែលអាចធ្វើទៅបាន